ទំនោររបស់មនុស្សដែលមានផ្លូវចិត្តរឹងមាំគឺគេតែងតែធ្វើគឺគេនឹងមិនសោកស្ដាយក៏ដូចជាបន្ទោសបង្អាប់នៅជីវិតរបស់ខ្លួនឯងក៏មិនទុកឲ្យអ្នកដទៃមកគ្រប់គ្រងទៅលើអារម្មណ៍ឬក៏ជឿលើជីវិតរបស់គេដែររត់តែពិសេសគឺមិនងាយនឹងបោះបង់អ្វីដែលងាយៗទេអ្វីដែលគេប្រាថ្នាអ្វីដែលគេចង់បានអ្វីដែលគេតែងតែគិតសម័យគឺគេតែងតែព្យាយាមតស៊ូទៅធ្វើឲ្យបានបញ្ជាក់ថងចំណុចនេះព្យាយាមតស៊ូគឺតស៊ូក្នុងផ្លូវត្រូវតស៊ូក្នុងផ្លូវល្អតស៊ូដោយចេញពីកម្លាំងញើសឈាមខ្លួនឯងដែលមិនបំពេញលើអ្នកដទៃចំណុចសំខាន់មួយទៀតដែលមនុស្សដែលមានផ្លូវចិត្តរឹងមាំតែងតែធ្វើគឺគេពេលដែលគេជួបរឿងបរាជ័យគឺគេមិនបាក់ទឹកចិត្តទេប៉ុន្តែគេនឹងចូលភាពបរាជ័យនេះធ្វើជាមេរៀនដើម្បីដកខាត់ខ្លួនឯងឲ្យល្អទៀតទៅថ្ងៃមុខគឺនឹងមិនផ្ដេកដួលទៅលើពាក្យបរាជ័យឬក៏លើការបរាជ័យនោះទេតែគេនឹងព្យាយាមពុកខាត់ពាក្យបរាជ័យនេះទៅជាមេរៀនទៅជាបទពិសោធន៍សម្រាប់គេដើម្បីបន្តដំណើរទៅមុខទៀតដូច្នេះដោយសារតែពួកគេបានធ្វើនៅចំណុចទាំងអស់នេះហើយទើបធ្វើឲ្យគេមានផ្លូវចិត្តរឹងមាំអ្វីដែលចូលមកក្នុងខ្លួនរបស់គេធ្វើឲ្យគេអាក់អន់ធ្វើឲ្យគេបាក់ទឹកចិត្តគឺគេនឹងមិនទទួលយកមកដាក់ក្នុងខ្លួនទេអ្វីដែលគេទទួលយកមកដាក់ក្នុងខ្លួនគឺតែរឿងដ៏ល្អនិងរឿងដែលចំណេញដល់ខ្លួនឯងតែប៉ុណ្ណោះ